ឆ្នាំវោកលេខសំណាងលេខ521ពណ៌សំណាងគឺពណ៌ទឹកសមុទ្របាទលោកអ្នកដែលកើតឆ្នាំវោកលោកអ្នកខមមិនលេខសំណាងលេខ521ចំណែកពណ៌សំណាងពណ៌ទឹកសមុទ្របងប្អូនណាបាទអញ្ចឹងអ្នកកើតឆ្នាំវោកលេខសំណាងលេខ521ពណ៌សំណាងពណ៌ទឹកសមុទ្ររាសីរបស់លោកអ្នកប្រចាំខែឧសភាខែ5ដើមខែលោកអ្នកអត់សบายចិត្តទេជាមួយនឹងប្តីជាមួយនឹងសង្សារបែរថាឆ្លោះគ្នាបាទឆ្លោះគ្នាជាមួយប្តីឆ្លោះគ្នាជាមួយនឹងសង្សារអ្នកមានប្តីឆ្លោះជាមួយប្តីអ្នកមានសង្សារឆ្លោះជាមួយសង្សាររឿងមិនគួរឆ្លោះក៏ឆ្លោះរឿងមិនគួរជួបក៏ជួបបាទចេះតែជួបចេះតែឆ្លោះចឹងទៅអញ្ចឹងអ្នកដែលកើតឆ្នាំវោកដើមខែចូលមកដល់អ្នកលោកអ្នកធ្វើចិត្តឲ្យត្រជាក់អត់ធ្មត់បាទធ្វើចិត្តឲ្យត្រជាក់ឲ្យអត់ធ្មត់កុំគិតច្រើនកុំខ្វល់ខ្វាយច្រើនបាទត្រូវតែអត់ធ្មត់បន្តិចទៅបាទអញ្ចឹងយើងនឹងលែងមានរឿងអីកើតឡើងប៉ុន្តែបើលោកអ្នកធ្វើចិត្តអត់បានទេនឹងឆ្លោះគ្នាឆ្លោះមួយពីណាអត់ឆ្លោះគ្នាជាមួយលោកគ្រូមហាជុំទេអត់ឆ្លោះគ្នាទៅជាមួយនឹងមីងលោកគ្រូមហាជុំទេគឺលោកអ្នកឆ្លោះគ្នាជាមួយប្តីប្រពន្ធរបស់លោកអ្នកនោះអញ្ចឹងលោកអ្នកក៏ប្រយ័ត្នប្រយែងតិចទៅអត់មានបញ្ហាណាមួយដែលមកប៉ុនប៉ងយាយីយើងបានទេអញ្ចឹងលោកអ្នកប្រយ័ត្នឆ្លោះគ្នាណាបងប្អូនណាបាទអ្នកកើតឆ្នាំវោកអញ្ចឹងធ្វើចិត្តឲ្យត្រជាក់ឲ្យរីករាយអញ្ចឹងលោកអ្នកកើតឆ្នាំវោកនឹងបានល្អប្រសើររីកចម្រើនត្រឡប់មកវិញបាទប៉ុន្តែកុំឆ្លោះគ្នាលោកអ្នកដែលកើតនៅឆ្នាំវោកចន្លោះពីថ្ងៃ8ដល់ថ្ងៃ11លោកអ្នកមានដំណឹងល្អបាទមានដំណឹងល្អមានលៀបសัตว์ជើង2មានលៀបសัตว์ជើង2ពីថ្ងៃ8ដល់ថ្ងៃ11លោកអ្នកដែលកើតនៅឆ្នាំវោកមានលៀបសัตว์ជើង2អញ្ចឹងអ្នកកើតឆ្នាំវោកទាំងឡាយណាដែលអត់កូនអ្នកកើតឆ្នាំវោកទាំងឡាយណាដែលមិនទាន់មានកូនឬមួយចង់បានបុត្រចង់បានធីតាលោកអ្នកអាចមានលៀបសัตว์ជើង2នេះកុំច្រឡំថាមន់ណាព្រោះមន់ក៏សัตว์ជើង2ដែរកុំចាំមកបបបានមន់បានទា no ដំណាក់កាលនេះគឺលៀបសัตว์ជើង2គឺសំដៅទៅលើកូនមនុស្សអញ្ចឹងអ្នកដែលមិនទាន់មានកូនអ្នកដែលចង់បានកូនអីហ្នឹងគឺនឹងមានកូនអាចមានកូនអាចមិននឹងមានអាចមានពីថ្ងៃ8ដល់ថ្ងៃ11អាចមានកូនណាបងប្អូនណាបាទអ្នកការយូរឆ្នាំមិនទាន់មានកូននេះគឺអាចមានកូនមកដល់ទេព្រោះតួរាសីអាចមានកូនពីថ្ងៃ8ដល់ថ្ងៃទី11អញ្ចឹងសូមជូនពរណាឲ្យមានកូនដូចក្តីបំណងប៉ងប្រាថ្នាឲ្យហេងឲ្យកាក់កបទៅឲ្យមានកូនទៅលោកអ្នកដែលកើតនៅឆ្នាំវោកពីថ្ងៃ19ដល់ថ្ងៃទី22លោកអ្នកដែលកើតឆ្នាំវោកពីថ្ងៃ19ដល់ថ្ងៃទី22មានគេសរសើរមានគេលើកទឹកចិត្តធ្វើឲ្យយើងរីករាយញញឹមប្រព្រឹមប្រព្រាចបិទមាត់មិនចិត្តនេះអ្នកកើតឆ្នាំវោកណាមានគេលើកទឹកចិត្តមានគេសរសើរអញ្ចឹងអ្នកដែលកើតឆ្នាំវោកមានគេសរសើរមានគេលើកទឹកចិត្តណាបងប្អូនណាបាទអញ្ចឹងឆ្នាំវោកលេខរាសីនៅក្នុងខែ5ហ្នឹងគឺល្អច្រើនពីថ្ងៃ19ដល់ថ្ងៃទី22យើងមានគេលើកទឹកចិត្តមានគេសរសើរឧមាថាយើងអ្នកធ្វើការអ្នករកស៊ីអីអញ្ចឹងទៅគឺគេអាណិតគេស្រឡាញ់គេលើកទឹកចិត្តយើងកន្លែងធ្វើការគេលើកទឹកចិត្តមិនបាច់ឲ្យលុយក៏បានដែរឲ្យតែគេសរសើរឲ្យតែគេលើកទឹកចិត្តសប្បាយចិត្តរីករាយអញ្ចឹងឥឡូវយើងបានដូចចិត្តហើយនេះបាទពីថ្ងៃ19ដល់ថ្ងៃទី22អ្នកដែលកើតឆ្នាំវោកគឺគេសរសើរគេលើកទឹកចិត្តគេរីកចម្រើនទទួលបានការអបអរសាទរពីថ្នាក់លើសម្រាប់លោកអ្នកដែលកើតនៅឆ្នាំវោកចុងខែសម្រាប់លោកអ្នកដែលកើតនៅឆ្នាំវោកចុងខែបាទឆ្នាំវោកចុងខែ5លោកអ្នកនឹងមានឱកាសចេញទៅស្រុកក្រៅបាទចេញទៅឆ្ងាយអញ្ចឹងទៅនោះខ្ញុំថាទៅស្រុកក្រៅនេះចុងខែគេថាលោកអ្នកនឹងមានដំណើរដើរទៅឆ្ងាយចុងខែលោកអ្នកនឹងមានដំណើរដើរទៅផ្លូវឆ្ងាយដែលយើងមិនដែលទៅព្រោះយើងចង់ទៅលេងនៅក្រៅប្រទេសយើងចង់ទៅលេងនៅកន្លែងណាមួយអញ្ចឹងចុងខែមកដល់ហ្នឹងគឺយើងអាចទៅបានហើយអញ្ចឹងចុងខែបងប្អូនកូនក្មួយនឹងបានទៅក្រៅប្រទេសបាទអញ្ចឹងបងប្អូនកូនក្មួយណាចង់ទៅក៏ទៅអ្នកដែលបានទៅហើយមិនបាច់ទៅទេបាទនឹងមានឱកាសផ្សេងដែលជាលៀបដែលជាសំណាងជូនដល់អស់លោកអ្នក